ប្រវត្តិក្បាច់គុណយុទ្ធក្រមខំជាការពិតណាស់ប្រជាពលរដ្ឋខ្មែរយើងមិនច្រើនទេដែលស្គាល់ពីក្បាច់គុណរបស់បុព្វបុរសរបស់ខ្លួនថាបានជួយរួមចំណែកយ៉ាងសំខាន់ក្នុងការការពារប្រទេសជាតិនាសម័យដ៏រុងរឿងនៃមហានគរខ្មែរនោះគឺក្បាច់គុណយុទ្ធក្រមខំបើយោងតាមលោកយូជឿនរៈសឹងដែលជាប្រធានសមាគមយុទ្ធក្រមខំបានឲ្យដឹងថាតាមពិតទៅក្បាច់គុណមួយនេះបានកើតឡើងតាំងពីសម័យកកើតទឹកដីរបស់ខ្មែរពីដំបូងមកម្លេះហើយក្បាច់គុណមួយនេះល្បីរន្ទឺនៅក្នុងសម័យកាលព្រះបាទជ័យវរ្ម័នទី7ដែលធ្វើឲ្យខ្មែរយើងខ្លាំងក្លាអាចច្បាំងពង្រីកអាណាចក្របានលោកបានបន្តថានៅសម័យនោះព្រះអង្គមានប្រាជ្ញាញាណដោយបានប្រមូលគម្ពីរក្បាច់គុណខ្មែរយើងទាំង3សម័យកាលក្នុងនោះរួមមានសម័យនគរភ្នំសម័យចេនឡានិងសម័យអង្គររួមចូលគ្នាបង្កើតបានជាមហាយុទ្ធក្រមខំនេះឡើងមិនតែប៉ុណ្ណោះដោយសារតែភាពខ្លាំងក្លាទាំងការធ្វើសង្គ្រាមនិងការកសាងហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសនៅក្នុងសម័យកាលនោះប្រទេសខ្មែរបានក្លាយជាអាណាចក្រនគរដ៏ធំនិងរុងរឿងបំផុតលោកនរៈសឹងបានមានប្រសាសន៍បន្តទៀតថាព្រះបាទជ័យវរ្ម័នទី7បានទុកក្បាច់គុណមហាយុទ្ធក្រមខំជាក្បាច់គុណដ៏សំខាន់សម្រាប់ប្រយុទ្ធនិងបច្ចាមិត្តដែលចូលមកឈ្លានពានអាណាចក្រខ្មែរហើយក្បាច់គុណនេះពីសម័យបុព្វបុរសមានតែពួកទ័ពមេទ័ពឬសេនាពិសេសអមព្រះមហាក្សត្រឬក្សត្រប៉ុណ្ណោះទើបមានសិទ្ធិហាត់រៀនបានប៉ុន្តែបច្ចុប្បន្ននេះអ្នកណាក៏អាចហាត់រៀនបានដែរព្រោះយើងមិនមែនហាត់យកមកធ្វើសង្គ្រាមដូចជាសម័យមុននោះទេលើសពីនេះទៅទៀតនោះក្បាច់គុណយុទ្ធក្រមខំក៏ត្រូវបានដាក់បញ្ចូលជាក្បាច់គុណជាតិសម្រាប់យុទ្ធពលខេមរៈភូមិន្ទធ្វើការវឹកហាត់ដើម្បីការពារជាតិមាតុភូមិខ្មែរក្បាច់គុណយុទ្ធក្រមខំនេះមាន13ទ្វារមេគុណដោយទ្វារទី1ដល់ទ្វារទី8គេហៅថាអាត្ម័នយុទ្ធគឺជាការប្រយុទ្ធដោយប្រើអាវុធទ្វារទី9ដល់ទ្វារទី10ហៅថាមលយុទ្ធមានន័យថាការប្រើក្បាច់ចម្បាប់កម្មសម្លាប់ចំណែកទ្វារទី11មានឈ្មោះថាយដ្ឋយុទ្ធលបកតោតោមរៈយុទ្ធគឺជាការប្រយុទ្ធដោយប្រើដំបងវែងខ្លីគ្រប់ប្រភេទលំពែងស្នែងក្របីដំបងភ្លោះឬដំបងពាក់នៅកំភួនដៃជាដើមទ្វារទី12មានឈ្មោះថាយុគលក្ខណ្ឌឬខណ្ឌយុទ្ធគឺជាទ្វារដែលសាហាវជាងគេពីព្រោះការប្រយុទ្ធគឺត្រូវប្រើដាវកំបិតវែងខ្លីដាវភ្លោះដាវទល់និងអាវុធសម្ងាត់ផ្សេងជាដើមទ្វារទី13ចុងក្រោយគឺយុទ្ធសិលខេមៈគឺជាការប្រយុទ្ធដោយប្រើមន្តអាគមគាថាលោកបានបន្តថាក្នុងការវឹកហាត់ក្បាច់គុណយុទ្ធក្រមខំនេះគឺត្រូវមានការស្លៀកពាក់បែបគុណខ្មែរបុរាណដែលមានការបែងចែកពណ៌ក្បិនដើម្បីសម្គាល់កម្រិតទ្វារនិងឋានៈរបស់សិស្សក្នុងការវឹកហាត់សរុបសេចក្តីមកទាំងក្បាច់គុណយុទ្ធក្រមខំនិងក្បាច់គុណលបកតោគឺជាក្បាច់គុណដែលល្អបំផុតរបស់ខ្មែរយើងសម្រាប់បង្ហាត់បង្រៀនមនុស្សឲ្យកែប្រែបានគ្រប់កាលៈទេសៈព្រោះថានេះគឺជាក្បាច់គុណរបស់បុព្វបុរសខ្មែរយើងហើយបើទោះបីជាបុព្វបុរសយើងមិនបានមកបង្ហាត់បង្រៀនយើងដោយផ្ទាល់ក៏ដោយក៏ដួងវិញ្ញាណក្ខន្ធរបស់បុព្វបុរសខ្មែរយើងតែងតែស្ថិតនៅជាមួយយើងជាកូនខ្មែរជារៀងរហូតតរៀងទៅ